ជំរាបសួរបងប្អូននៅខាងក្រោយខ្នងខ្ញុំនេះគឺជាវិមានរដ្ឋធម្មនុញ្ញគឺជាច្បាប់កម្ពុជានៃប្រទេសរបស់យើងបងប្អូនការសាងសង់វិមានរដ្ឋធម្មនុញ្ញនេះឡើងគឺសុទ្ធតែមានមូលហេតុនិងអត្ថន័យច្បាស់លាស់បងប្អូនវិមានរដ្ឋធម្មនុញ្ញនេះក៏ទៅតែសាងសង់ហើយក្នុងរយៈពេលថ្មីនេះផងដែរហើយដែលដូច្នេះហើយទៅខ្ញុំចង់មកផ្តិតរូបភាពដើម្បីជូនបងប្អូនទស្សនាថាអំពីរចនាបថបងប្អូនបានឃើញខាងលើគឺមានទម្រង់បែបជាខ្មែរឯខាងក្រោមគឺយើងលាយបែបបរទេសអញ្ចឹងណាក្នុងវីដេអូនេះខ្ញុំនឹងអត្ថាធិប្បាយអំពីអត្ថន័យស្ថាបត្យកម្មវិមានរដ្ឋធម្មនុញ្ញនេះឡើងជូនបងប្អូនទស្សនាដើម្បីជាការចែករំលែកនៅចំណេះដឹងខ្លះៗជូនបងប្អូនវិមានរដ្ឋធម្មនុញ្ញជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញតំណាងច្បាប់កម្ពុជារបស់ជាតិមានទីតាំងក្បែរវិមានឯករាជ្យរាជធានីភ្នំពេញនិងប្រើពេលវេលាសាងសង់1ឆ្នាំដោយស្នាដៃស្ថាបត្យករកូនខ្មែរត្រូវបានប្រារព្ធព្រះរាជពិធីសម្ពោធកាលពីព្រឹកថ្ងៃទី24ខែកញ្ញាឆ្នាំ2024ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះរាជពិធីសម្ពោធក៏ប្រព្រឹត្តទៅនៅក្នុងឱកាសដែលទូទាំងប្រទេសអបអរសាទរខួបលើកទី31នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ24កញ្ញាឆ្នាំ1993 24កញ្ញាឆ្នាំ2024ដើមហេតុនៃការកសាងវិមានរដ្ឋធម្មនុញ្ញនេះឡើងគឺដោយយល់ឃើញថារដ្ឋធម្មនុញ្ញដែលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុទ្រង់ឡាយប្រហោះលេខាប្រកាសឲ្យប្រើនៅថ្ងៃទី24ខែកញ្ញាឆ្នាំ1993មានអាយុកាល30ឆ្នាំគត់នៅថ្ងៃទី24ខែកញ្ញាឆ្នាំ2023ជារដ្ឋធម្មនុញ្ញដែលមានអត្ថិភាពនិងស្ថិរភាពយូរអង្វែងជាងគេក្នុងប្រវត្តិរដ្ឋធម្មនុញ្ញរបស់កម្ពុជាហើយក្នុងអំឡុងពេលនេះព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងបោះជំហានទៅមុខសម្រាប់បានសមិទ្ធផលរដ្ឋធម្មនុញ្ញគួរកត់សម្គាល់គឺប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍មានឯកភាពជាតិឯកភាពទឹកដីក្រោមរដ្ឋធម្មនុញ្ញតែមួយព្រះមហាក្សត្រតែមួយរាជរដ្ឋាភិបាលតែមួយលទ្ធិប្រជាធិបតេយ្យសេរីពហុបកបាននឹងកំពុងចាក់ឫសគល់ក្នុងវប្បធម៌សង្គមនយោបាយកម្ពុជាពិសេសក្នុងស្រទាប់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយវឌ្ឍនភាពនិងភាពទន់ភ្លន់ស្របតាមបរិបទនៃសង្គមខ្មែរដែលមានខឿនអរិយធម៌ប្រពៃណីទំនៀមទម្លាប់ល្អតាំងពីបុរាណកាលមកម្យ៉ាងទៀតតាក់ទងទៅនឹងប្រវត្តិសាស្ត្រនៃការចាប់កំណើតរដ្ឋធម្មនុញ្ញនិយមនៅកម្ពុជាបើគិតពីរយៈពេលនៃការទទួលយករដ្ឋធម្មនុញ្ញទំនើបដំបូងនៅឆ្នាំ1943មកទល់ពេលនេះគឺមានរយៈពេលជិត8ទសវត្សរ៍ហើយដែលកម្ពុជាពុំធ្លាប់បានកសាងវិមានអនុស្សាវរីយ៍ដើម្បីជានិមិត្តរូបនិងជាទីសម្រាប់ប្រារព្ធពិធីអបអរសាទររដ្ឋធម្មនុញ្ញនៅឡើយអាស្រ័យហេតុនេះក្រុមប្រឹក្សារដ្ឋធម្មនុញ្ញយល់ឃើញថាស្របពេលនៃការប្រារព្ធពិធីអបអរសាទររំលឹកខួប30ឆ្នាំនៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះគឺជាសម័យកាលដ៏គួរសមសម្រាប់ការកសាងវិមានរដ្ឋធម្មនុញ្ញទុកជាគោលចារឹកជាមរតកដ៏វិសេសវិសាលនិងជានីតិបូជនីយដ្ឋានជានិរន្តរទៅវិមានរដ្ឋធម្មនុញ្ញមានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូលសរុប 23.4 ម៉ែត្រនិងមានទម្ងន់សរុបប្រមាណ 11,299 តោនត្រូវបានសាងសង់លើផ្ទៃដីទំហំ 2,380 ម៉ែត្រក្រឡាសង់បែរមុខទៅទិសខាងកើតសំណង់វិមានរដ្ឋធម្មនុញ្ញត្រូវបានរៀបចំជាពីរផ្នែកចម្បងផ្នែកទី1គឺវិមានផ្នែកខាងក្រោមមានសាលតូចរាងកាកបាទត្រូវបានប្រសិទ្ធនាមថាខេមរៈសន្តិមូលសាលជាទីតាំងស្ដំរដ្ឋធម្មនុញ្ញដែលនៅខាងលើមានទម្រតម្កល់ព្រះសិរៈមហាព្រហ្មកសាងពីសំរិទ្ធសសរស្ដំរដ្ឋធម្មនុញ្ញមានរាង6ជ្រុងដែលជ្រុងខាងមុខមានចារឹកបុព្វកថារដ្ឋធម្មនុញ្ញនិង5ជ្រុងផ្សេងទៀតសម្រាប់ចារឹកយុទ្ធវិធីទាំង5នៅក្នុងយុទ្ធសាស្ត្រនយោបាយឈ្នះនាំមកនូវសន្តិភាពដ៏ថ្លៃថ្លារបស់សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនគឺបំបែកឯកោបញ្ចប់សមាហរណកម្មអភិវឌ្ឍតំណាងដោយព្យញ្ជនៈ5តួគឺបអែបសអផ្នែកទី2គឺតួមហាបុស្សបុកមានទម្ងន់សរុបប្រមាណ12តោនកសាងអំពីសំរិទ្ធប្រមាណ 70% ស្ពាន់ប្រមាណ 30% ក្នុងទម្រង់សិល្បៈខ្មែរប្រកបដោយក្បូរក្បាច់ដ៏ល្អិតល្អន់ល្អវិចិត្រសាងឡើងតាមក្បួនខ្នាតរចនាបថខ្មែរបុរាណក្នុងទម្រង់សិល្បៈបែបនេះទើបនាំឲ្យសន្និដ្ឋានបានថាវិមានរដ្ឋធម្មនុញ្ញគឺជាសិលាលោហៈប្រាសាទដ៏ធំល្អវិចិត្រក្នុង ព្រះរាជាណាចក្រកម្ពុជាដែលនឹងក្លាយជាសំណង់សតវត្សក្នុងអនាគតកាល
រាប់ចាប់ពីកាលបរិច្ឆេទបញ្ចុះបឋមសិលាដោយប្រើរយៈពេលអស់ប្រមាណ14ខែក្រោមការដឹកនាំប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់របស់បណ្ឌិតស្ថាបត្យករលីរស្មីរួមជាមួយក្រុមបច្ចេកទេសជំនាញជាស្ថាបត្យករវិស្វករសិល្បករវិចិត្រករនិងអក្សរសាស្ត្រសរុបចំនួន70រូបដែលបានខិតខំប្រឹងប្រែងកសាងវិមានរដ្ឋធម្មនុញ្ញរហូតសម្រេចបានជាមូលដ្ឋាននៅថ្ងៃទី9 ខែកញ្ញាឆ្នាំ2024 អត្ថបទដកស្រង់ចេញពី AMS Central